បានជម្រាបសួរបងប្អូនទាំងអស់គ្នាជួបគ្នាមកកាន់វីដេអូថ្មីទៀតហើយថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាអំពីការប្រើប្រាស់រូបមន្ត SUM និង Average នៅក្នុង Microsoft Excel ដែលរូបមន្ត SUM យើងប្រើឡើងដើម្បីសម្រាប់បូកសរុបទិន្នន័យជាលេខហើយដោយឡែក Average យើងសម្រាប់ប្រើដើម្បីរកមធ្យមភាពនៅក្នុងទិន្នន័យសរុបដែលយើងចង់ស្វែងរកមធ្យមភាពអញ្ចឹងដោយបងប្អូនឃើញតារាងលទ្ធផលប្រឡងរបស់សិស្សនេះអញ្ចឹងខ្ញុំនឹងធ្វើការបូកសរុបតាមសិស្សនីមួយៗថាតើសិស្សគាត់ទទួលបានពិន្ទុសរុបប្រមាណហើយតើសិស្សនីមួយបានពិន្ទុមធ្យមជាមធ្យមប្រមាណអញ្ចឹងកុំឲ្យខាតពេលយូរតោះអនុវត្តទាំងអស់គ្នាជាដំបូងបងប្អូនដាក់ cursor ទៅកាន់column ដែលបងប្អូនចង់រាប់បងចុចសញ្ញាស្មើបន្តទៀតចុចរូបមន្ត SUM ហើយ select មក enter អូខេហើយបងប្អូនអូសមកបានអញ្ចឹងគេឃើញថាសិស្សរយៈវិចិត្រគាត់ទទួលបាន249ពិន្ទុហើយនឹងសិស្សសាយវុឌ្ឍគាត់ទទួលបាន226ពិន្ទុអញ្ចឹងនេះជាការបូកសរុបពិន្ទុទាំងអស់នៃសិស្សដែលគាត់បានធ្វើការប្រឡង4មុខវិជ្ជាអញ្ចឹងយើងចង់ដឹងថាតើមធ្យមភាពដែល4មុខវិជ្ជាតែគាត់អាចបានជាមធ្យមប្រមាណយើងអាចប្រើរូបមន្ត average ចុចសញ្ញាស្មើហើយយើងចុច average បាទ average ហើយបងប្អូន select ទៅលើជួរដែលបងប្អូនចង់ស្វែងរកមធ្យមភាពខ្ញុំ select ពីភាសាខ្មែររហូតដល់ physics អញ្ចឹងខ្ញុំ enter អញ្ចឹងឃើញថាសិស្សរយៈវិចិត្រគាត់បានពិន្ទុមធ្យមគឺ62ហើយដោយឡែកសាយវុឌ្ឍគាត់ទទួលបានជាមធ្យម77ហើយមានសាយផ្សេងទៀតក៏បាន43 45 36 60បាទអញ្ចឹងនេះជាការប្រើប្រាស់រូបមន្ត SUM ដើម្បីបូកសរុបទិន្នន័យហើយរូបមន្ត average ដើម្បីរកចំនួនមធ្យមភាពបាទអញ្ចឹងសូមបងប្អូនអាចមានចម្ងល់អីអាចសួរនាំខ្ញុំនៅក្នុង comment ខាងក្រោមខ្ញុំនឹងឆ្លើយតបបាទហើយប្រសិនបើបងប្អូនចង់មានចម្ងល់អ្វីចង់ខ្ញុំចែករំលែកទៀតខ្ញុំនឹងធ្វើការផលិតវីដេអូដើម្បីចែករំលែកទៅកាន់បងប្អូនហើយបើសិនបើបងប្អូនគិតថាវីដេអូនេះល្អផ្ដល់ជាចំណេះដឹងទៅកាន់អ្នកសិក្សាទាំងអស់បងប្អូនអាចចុចចែករំលែកឬក៏ mention ដើម្បីឲ្យពួកគាត់ទទួលបានចំណេះដឹងទាំងអស់គ្នាហើយអរគុណសម្រាប់ការទស្សនាវីដេអូហើយខ្ញុំនឹងបង្កើនការផលិតវីដេអូដើម្បីចែករំលែកជាចំណេះដឹងទៅកាន់បងប្អូនអ្នកសិក្សាទាំងអស់គ្នាជាពិសេសអ្នកប្រើប្រាស់នៅតាមបណ្ដាញសង្គម social media ផ្សេងៗអរគុណបាទ